ហើយសូមឲ្យយកចិត្តទុកដាក់ទៅលើគុណភាពបាទការបដិបដាលទាំងអស់សូមកុំឲ្យមានតែរូបភាពកុំឲ្យមានតែបរិមាណត្រូវយកចិត្តទុកដាក់ទៅលើគុណភាពព្រោះគុណភាពនេះនឹងធ្វើឲ្យតាក់ទាញការរៀនសូត្រសម្ដេចធិបតីប្រោក្រីសំខឹមពលរដ្ឋញញឹមសែនមុតកាំងប្រជាក្រៃគ្រប់គ្រងចំពោះគំនិតផ្ដួចផ្ដើមនេះហើយការបង្កើតថ្នាក់បណ្ដុះបណ្ដាលចល័តមានគោលបំណងរួមជំរុញសាលាទៅដល់មូលដ្ឋាននាំការបណ្ដុះបណ្ដាលឲ្យរត់ទៅរកបងប្អូននៅនឹងភូមិនៅនឹងឃុំនៅនឹងស្រុកតែម្ដងហើយកម្មវិធីនេះគឺដើម្បីជួយដោះស្រាយបញ្ហាបងប្អូនក្មួយមួយចំនួនដែលអាចមានការតាប់ប្រកិច្ចនៅផ្ទះផងហើយឆ្លៀតមករៀនដែលมันអាចចាក់ចេញពីផ្ទះមករៀននៅភ្នំពេញឬមួយនៅទីរួមខេត្តបានបច្ចុប្បន្នថ្នាក់ចល័តនេះផ្ដោតទៅលើ8ការថែទាំបរិក្ខារត្រជាក់ធុរកិច្ចភេសជ្ជៈមានឆុងកាហ្វេមានភេសជ្ជៈអីប្រមាណមិញឲ្យដំហេសួរបានលើកហើយគ្រូគិតគូរបន្ថែមទៀតដើម្បីឲ្យស្របទៅតាមតម្រូវការទីផ្សារចំពោះ TVET ដែលយើងត្រូវពង្រីកនេះកន្លងទៅយើងបានរៀបចំជាកម្មវិធីមួយចំនួនដែលមកបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ខេត្តឬមួយក៏រាជធានីភ្នំពេញការដោះស្រាយបញ្ហានៅក្នុងអាណត្តិនេះយើងឃើញថាក្រៅពីគ្រាន់តែបង្កើតសាលាបង្កើតកម្មវិធីឲ្យរៀន free រដ្ឋាភិបាលក៏បានដាក់ចេញនៅសម្រាប់ប្រជាពលរដ្ឋពីគ្រួសារក្រីក្រដែលមានបាតក្រីក្រយើងផ្ដល់នៅថវិកាបំពន់បន្ថែមទៀតតែទោះជាប៉ុណ្ណេះក៏ដោយការវិវត្តរបស់យើងទៅមុខប៉ុន្តែការច្នៃប្រឌិតដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងជាពិសេសយុវជនរបស់យើងកាន់តែមានលទ្ធភាពក្រោយពីការធ្វើការវាយតម្លៃទៅក្រសួងការងារក៏បានឃើញថាទោះបីជាយើងដាក់ចេញនៅកម្មវិធីរុញទៅដល់ខេត្តមានប្រាក់បំពន់ក៏នៅមានក្មួយមួយចំនួនបងប្អូនមួយចំនួននៅពិបាកចែកគ្នារវាងលទ្ធភាពបំពេញភារកិច្ចប្រចាំថ្ងៃនៅផ្ទះបូកជាមួយនឹងឆ្លៀតពេលមករៀនអញ្ចឹងក្រសួងក៏បានដាក់ចេញនៅកម្មវិធីជំនាញចល័តរុញកម្មវិធីនេះទៅដល់ផ្ទះទៅដល់ស្រុកហើយអនុវត្តសាកល្បងក្នុងពេលឆាប់នេះហើយខ្ញុំសង្ឃឹមថានឹងមានការចូលរួមរបស់យុវជនរបស់យើងរបស់ប្រជាពលរដ្ឋរបស់យើងជាពិសេសក្មួយបងប្អូនដែលត្រូវការបំណិនបន្ថែមហើយសូមឲ្យយកចិត្តទុកដាក់ទៅលើគុណភាពបាទការបណ្ដុះបណ្ដាលទាំងអស់សូមកុំឲ្យមានតែរូបភាពកុំឲ្យមានតែបរិមាណត្រូវយកចិត្តទុកដាក់ទៅលើគុណភាពព្រោះគុណភាពនេះនឹងធ្វើឲ្យតាក់ទាញការរៀនសូត្របន្ថែមព្រោះបើទៅរៀនហើយមកវិញអត់ចេះដដែលថ្ងៃក្រោយគ្មានពេលណាមករៀនទេអញ្ចឹងត្រូវផ្ដោតទៅលើគុណភាពនិងការរៀបចំគ្រូនិងមេរៀនឲ្យបានច្បាស់ទី2គ្រប់គ្រងវិន័យឲ្យបានច្បាស់បាទចូលមករៀនឲ្យគ្រប់យ៉ាងហោចណាស់បំពេញនៅម៉ោងបឋមបរមាហើយចេញទៅវិញឲ្យប្រកបបើយើងចង់ឲ្យថ្នាក់រៀននេះមានតម្លៃតតែពិនិត្យគុណភាពបាទព្រោះចុងបញ្ចប់សំបីតែទៅដល់មូលដ្ឋានក៏ដោយបើរៀនហើយមិនចេះដដែលហើយរៀនហើយមិនប្រកបថាអាចធ្វើការបានអញ្ចឹងតម្លៃហើយឪពុកម្ដាយក៏គេមិនឲ្យមករៀនដែរប៉ុន្តែបើសិនជារៀនហើយក្នុង100នាក់បាន70 80នាក់គាត់អាចមានសមត្ថភាពហើយក្នុង20នាក់ដែលអត់បានការងារក៏ដោយប៉ុន្តែគាត់អាចចេះយល់ដឹងបានប្រយោជន៍ជាងអានឹងគាត់ប្រកាសជាបោហើយអញ្ចឹងសូមកុំខ្លាចរឿងបរិមាណ